សួស្តីមកបងប្អូនគ្នាថ្ងៃនេះយើងនឹងនិយាយពីការបង្កើត Payoneer ហើយ Payoneer បងអាចចុចទៅទទួលពី Facebook ក៏បានទទួលពី Amazon ក៏បាន website ផ្សេងៗដែរ support ជាមួយនឹង receiving account គឺបងអាចទៅប្រើបានហើយអញ្ចឹងវានឹងឲ្យ currency ដុល្លារមានច្រើនតែយើងប្រើហ្នឹងមាន US ចាមាន USD GBP GBP ហ្នឹងលុយUK ហើយ EUR ហើយលុយកាណាដាអីក៏មានដែរប៉ុន្តែខ្ញុំពេញនិយមប្រើតែ3ហ្នឹងហើយ platform ដែលខ្ញុំប្រើធំហ្មងហ្នឹងគឺ Facebook ហើយលុយដែលខ្ញុំថប់ទទួលហ្នឹងគឺ 20k គឺទៅ smooth អត់អីទេហើយចំណុចល្អរបស់វាមួយទៀតហ្នឹងគឺយើងប្រើប្រាស់ឯកសារខ្មែរទាំងអស់តែញ៉ាំបានខ្មែរ bank statement ខ្មែរ address ខ្មែរលេខទូរស័ព្ទខ្មែរនិយាយទៅវា support ប្រទេសខ្មែរហ្មងមានបញ្ហាអីក៏ងាយស្រួលក្នុងការដោះស្រាយដែរហើយចំណុចល្អដែលខ្ញុំចូលចិត្តប្រើវាមួយទៀតណាគឺ support របស់វាធ្វើការល្អអញ្ចឹងពេលដែលយើងមានបញ្ហាឲ្យទៅយើងមិនថា email ឬក៏ chat តាម support ទេគេមានដំណោះស្រាយឲ្យយើងលឿនរហ័សហើយល្អមានប្រសិទ្ធភាពអត់ដូច PayPal និង Bankify ទេបើ PayPal ទោះបីយើងធ្វើ full KYC អីហើយក៏ដោយត្រូវវា180វាបិទ account យើងចោលតែម្ដងហើយទីឯកសារប៉ាណាយើងត្រូវ fake address អីផ្សេង Bankify ក៏អញ្ចឹងដែរយើងត្រូវការ fake address ទៅថៃឬក៏ទៅប្រទេសដែលវា support ហើយថ្ងៃណាមួយនៅពេលដែលវាទីឯកសារយើងក៏មានដាក់ឲ្យគេគឺចប់ហើយទោះបីមានឯកសារណាក៏ជាឯកសារ fake ដែរហើយភាគរយខូចគឺខ្ពស់អញ្ចឹងចម្រិតដែលល្អនោះគឺបងអាចបង្កើត Payoneer បាន Payoneer អញ្ចឹងដើម្បីបង្កើតបានបងតការឯកសារមានអត្តញ្ញាណប័ណ្ណបងតការ email មួយដែរ email ដែលបង្កើតពីមុនណាដែលសពបង្កើតហើយគឺបង្កើតឡើងបានហើយមួយអត្តញ្ញាណប័ណ្ណបង្កើតបានតែម្ដងទេបើបង្កើតខុសគឺចប់ហើយ email phone number និងលេខទូរស័ព្ទខ្មែរហើយបងទៅការ bank statement ហ្នឹងបងទៅយកពី ABA ឬក៏ AC បងសើចវីដេអូបន្តិចទៅរបៀប export bank statement ABA ក៏បាន AC ក៏បានអញ្ចឹង ABA និង AC ហ្នឹងជា bank សម្រាប់ជីPayoneer នេះវាទទួលលុយចូលពេលដែលចូល Payoneer ហើយយើងបាញ់មកខ្មែរណាដូចបាញ់មកចូល ABA ក៏បានបាញ់មកចូល AC ក៏បានអាហ្នឹងដូចជាមួយនឹងBankify ដែរហើយអានេះយើងបាញ់ចូលមកយើងបាញ់ចូលលេខ account យើងតែម្ដងមិនមែនបាញ់ចូល Visa card ទេណាអត់ទេអត់បាញ់ចូល Visa card ដូច PayPal អត់ទេអញ្ចឹងបងពិចារណាសួរខ្ញុំអាហ្នឹងដែរហើយ ABA នេះ2ទៅ3ថ្ងៃបាញ់ចូលបើប្រើ ABA ណាហើយបើប្រើ AC ពីច្រើនមួយថ្ងៃដល់ហើយខ្ញុំបាញ់ទូទៅមួយថ្ងៃដល់ហើយអញ្ចឹងបងមាន AC ប្រើ AC ទៅហើយ AC វាមាន currency 3ណាមានលេខទូរស័ព្ទមានលេខកង់3មានលេខទូរស័ព្ទខ្មែរលេខទូរស័ព្ទដុល្លារហើយនឹងលេខទូរស័ព្ទលេខទូរស័ព្ទខ្មែរលេខទូរស័ព្ទដុល្លារហើយនឹងលេខគណនេយ្យណាលេខគណនេយ្យច្រើនខ្ទង់ហ្នឹងបងយកអាហ្នឹងមកប្រើ export យក3ខែចុងក្រោយឬក៏6ខែចុងក្រោយហើយជា PDF មកហើយ Swift code លេខធនាគារឈ្មោះអីព័ត៌មានវានឹងទាំងអស់ copy ដាក់ទៅហើយមានតែប៉ុណ្្នឹងសម្រាប់ឯកសារហើយបងទៅការ link Facebook មួយទៀតlink Facebook copy ដាក់ម្ដងទុកឲ្យហើយទៅដើម្បីស្រួលយើង copy ដាក់ហើយដើម្បីបង្កើតបានចូលទៅឃើញដូចខ្ញុំហ្នឹងបងចុច link នៅខាងក្រោមហ្នឹងទៅអានេះជា link affiliate របស់ខ្ញុំ link នៅក្រោម description ហ្នឹងចុច link ហ្នឹងទៅនឹងដល់កន្លែង join to earn $250ហ្នឹងហើយបើបងមានចម្ងល់អីបងអាចឆាតសួរខ្ញុំបានតាម Telegram TXUI Telegram
có lên từ sập các bạn đã son cao phở phai muốn chân phở son phai mười nào các bạn đã chẳng ở trên chập ram bằng cao cao tầng ngọc này chẳng tôi bên này cho link hỏi này ở cho gram á mà nắng join nào and earn $50 nắng cho những tới bên lột pop up màu mùi chẳng ở những cái này ở bông pin tờ cố là nâng mua máu lờ cái đắng ở first name ní tờ cố last name mua hai nông lấy tu sắp trên nhung copy đã tế để sang nhung mà đẹp trăm qua miền tộc hào ấy copy lệnh mà đã máu lấy máy thôi mà mình thọp cả pen này vì một máu này trong mà tiết email email cả đôi cái đài email để mình thọp cả pen này vì một máu email ấy của bạn đấy copy đã cho tới hay ở register business này nó đã cho mua dưỡng tờ câu là những cho mua máu website address đặt link Facebook và trường máu copy đã tới nhưng bạn copy tộc hay giờ bà test cứ cầm chĩa tell more about your business nó dưỡng I'm both sending and receiving overseas payment cho nặng ấy ở cho cáo đấy dưỡng ở cho no register hay để dân cho chặt mi má hay chọn nón how do you receive cross border ní chừng cho receive payment from both freelancer and business hay đấy cho pram rồi mới tới $2,500 má hay đấy cho cái nào các bạn ấy cái crown pin ní hay please wait má bắt đầu mới cho complete registration lời nói tóc chẳng ấy no my business isn't register chẳng ấy hay tao mới dân mà rồi thằng này catch năm cùng nạt bỏ dưỡng trong một con cát khai ấy trên này mấy đã tam năng máu trên nhóm muối qua rồi pan bởi họ nhóm cho next máu sẽ này đã ti tăng lại bông bộ nở nè bọn mình thấy chương dương dương ở check enter ở manually á chăm định nhưng được copy qua mình mà xin chẳng đi dừng đã phun không ấy dương máu hay giờ sẽ thấy ba tờ bớn anh nhưng thật siêu tế nhưng chả sẽ nên vay tiền tế cho đã tam po miền ấy đài ở dân pra mà hay ship code trong từ soi cho rọt tới bong nơi ở phun không ấy soi tam đăng từ đi xuống ba tầm 4 ship code cho nó cứ ở ship code viết pi rói mà phải hay muộn rồi buồn khó hỏi buồn ván thôi lại ní lấy tu sắm một nắng này để dân mà nặng mày nắng đã viên máu xong từ copy mình tích sến hai video mà tôi mới check giờ send code tôi bị check send code thấy bị năng sao code tại can lịch sao bởi dân hay dân vay giờ lịch code đang cho mà tôi mới check next chẳng là lại ní bong đã ở password thôi tôi từ trăm khuôn án nè password đẩy hay ở trăm khuôn án từ cho nhóm mở ban xeo tộc ấy nhưng còn copy pa thế giúp trong bỏ mình môn này hao trắng rồi pa how security question đi có sủng khan đai bây để đã hao tới copy tộc khuôn án nè chừng nắm á ngày nào mới bên đường xua rót bây giờ ông bên đấy chọn cao tiền chống từ tới ở chừng nằm nốt chừng nằm liên tục thôi ở đây nó ID nắng lên nơi khẳng lơ khẳng đám lên mặt ở màn tông nắng đôi chân buồn tông đập tông nắng ở đã màu hay lấy chọc này nó ID màu hay cho next
អញ្ចឹងកន្លែងនេះគឺកន្លែងដែលបំពេញព័ត៌មានធនាគាររបស់អ្នកទាំងអស់គ្នាអញ្ចឹងបងអាចប្រើធនាគារអីក៏បានដែរតែបងដែលខ្ញុំធ្វើហ្នឹងគាត់មានតែ ABA អញ្ចឹងខ្ញុំដាក់ ABA ហើយបើទូទៅហ្មងខ្ញុំអត់ប្រើ ABA ទេខ្ញុំប្រើ AC ដោយសារវាលឿន account number ខ្ញុំបញ្ចូលហើយកន្លែងហ្នឹងបង copy ដាក់ចូលទៅហើយ Swift code agree and continue ទៅចុចទាំងពីរកន្លែងហ្នឹងហើយបានអូខេទៅមុខបានអញ្ចឹងយើងបង្កើតបានជោគជ័យហើយប៉ុណ្ណឹងអញ្ចឹងមកបងនៅខាងលើខាងឆ្វេងមាន tray 3ហ្នឹងហើយយក my account ណាដើម្បី log in ចូលណាអញ្ចឹងខ្ញុំដាក់ email ចូល copy ព័ត៌មានបងរៀបចំឲ្យហើយទៅស្រួលមិនបាច់ត្រឡប់ទៅឡើងទៅវិញទៅមកអញ្ចឹងពិបាក copy ដាក់ចូល password copy ដាក់ចូលដែរហើយចុច sign in ទៅអញ្ចឹងមកបងចុច turn on អានេះវាឲ្យចាក់ 2FA ណាតើមកវានឹងផ្ញើលេខកូដទៅអញ្ចឹងយើងបាយលេខកូដនឹងដាក់ចូលមកទៅលេខទូរស័ព្ទរបស់យើងណា02ហ្នឹងបងដាក់លេខអីវានឹងផ្ញើទៅលេខហ្នឹងហើយចុចបន្តមកលេខ two step verification turn on ហ្នឹងលេខហ្នឹងcopy វាຕົកទៅខ្ញុំដូចមិនដឹងថាត្រូវប្រើជាមួយណាលេខហ្នឹងគាត់ថា copy ទៅគេលោវាត្រូវការប្រើហើយចុច next ទៅ copy ឲ្យ save វាຕົកណាអញ្ចឹងយើងនឹងចូល account ចូលដំណាក់ហ្នឹងចុច update ទៅហើយ security question នេះបងទៅតែដាក់ហើយចាំខ្លួនឯងណាបងដាក់អីទៅនៅតុកហ្នឹងណាដាក់អីក៏បានដែរឆ្លើយតាមសំណួរគេទៅឲ្យចេះតែវាយក៏បានដែរអត់អីទេចេះដាក់ A B C D E F G អីទៅក៏បានដែរអត់អីទេតែសំខាន់យើងនៅតុកខ្លួនឯងណាអានេះសំខាន់ពេលវិធីសួររកអញ្ចឹងពេលខ្លះយើងអត់មានទេអញ្ចឹងខ្ញុំនេះក៏មិនឲ្យនៅតុកឲ្យហើយខ្ញុំបន្លឺខ្ញុំមិនអាចឃើញទេដោយសារនេះជាព័ត៌មាន sensitive ហើយនៅពេលដែលយើងចុច next មកវានឹងទីលេខកូដទូរស័ព្ទ confirm ហើយយើងវាយចូលមកវាយចូលហើយចុច submit ទៅគឺបានហើយតើមកចុចដានទៅហើយចុច let's go មកអញ្ចឹងគឺយើងបង្កើត account បានជោគជ័យប៉ុន្តែមិនតាន់បាន100% ទេអញ្ចឹងយើងចូលមកបើកចុចដូចខ្ញុំមកហើយចុចមកកន្លែង security setting មកហើយចុច authenticator app ហើយចុច switch ដោយសារយើងអត់ចង់ដាក់តាមលេខទូរស័ព្ទទេយើងចង់ដាក់តាម Google Authenticator ឬក៏ 2FA វិញអញ្ចឹងវានឹងផ្ញើលេខកូដទៅទូរស័ព្ទហើយយើងវាយលេខកូដចូលទៅចុច continue ទៅមាន QR មួយហើយបើបងចង់ប្រើ 2FA website 2FA.live ចុច manually enter a setup key អាហ្នឹងវានឹង load key ឲ្យឯងតែខ្ញុំ recommend ឲ្យប្រើ Google Authenticator បងសើចហ្នឹងទៅ down ទៅបានឯងហើយ scan QR ហ្នឹងទៅវានឹង load លេខកូដឲ្យ6ខ្ទង់រហូតឯងហើយបើចង់ដាក់ manual ហ្នឹងក៏បានដែរអញ្ចឹងខ្ញុំបាន scan QR ហ្នឹងហើយខ្ញុំដាក់លេខកូដ6ខ្ទង់អាហ្នឹងលេខ6តែ6ខ្ទង់ឯងលេខហ្នឹងបងចូលម្ដងដាក់ម្ដងអាហ្នឹងណាគាត់មូលហេតុដែលខ្ញុំដាក់អាហ្នឹងដោយសារចុងខែពេលខ្លះវាផ្ញើទៅលេខទូរស័ព្ទវាពិបាកអញ្ចឹងមកយើងដាក់ជាមួយនឹង 2FA ហ្នឹងអញ្ចឹងបងចេញមកក្រៅមកអញ្ចឹងវាអត់តន់ទទួលលុយបានទេវាតែការ receive វិញ account ទៀតអញ្ចឹងបងចូលមក setting ចូលមកចុច align រូបនេះមកចូលមក setting ហើយចូលមកverification center ចូលមកដល់ហ្នឹងបងចុច submit មកហើយចុច create ហើយចុច continue មកហើយបង scan មុខជាមួយនឹងupload តាក់ញៀនបានពីទី2ហ្នឹងអញ្ចឹងយើង upload គេទៅហើយមើលផងប្រយ័ត្នផុត support ផុតអីហើយបងចុច submit ទៅគឺ
អាហ្នឹងតាំងទី1ទេអញ្ចឹងបន្ទាប់ពីបង submit ហើយវាចេញគ្នាហើយថយក្រោយវិញមកអត់អីទេលើទូរស័ព្ទរក setting ហើយរក verification center ហើយធ្វើអញ្ចឹងដែរមកអញ្ចឹងវាអត់ទាន់បានប្រើបានទេវា approve ហើយគាត់ថាវាអត់ទាន់មាន receiving account ណាអញ្ចឹងដើម្បីបាន receiving account យើងត្រូវស្នើទៅកាន់ support សិនអញ្ចឹងកន្លែង get paid ហ្នឹងគឺអត់មានទេវាមាន currency ឲ្យយើងណាមានលុយដុល្លារលុយ UK លុយ euro អញ្ចឹងបងចូលឡើង setting support នេះមកចុច receiving payment ចុចreceiving account អស់ចុះក្រោមមក I want to apply យកក្រោមគេអាហ្នឹងហើយ contact us បងចង់ live chat ក៏បានចង់ send message ក៏បាន send message ទៅស្រួលអញ្ចឹងរក topic សិន topic receiving payment receiving account ហើយចុចលើវាម្ដងទៀត I want to apply for receiving account in another currency ហើយយើងវាយប្រាប់គេថា this support I want to apply for receiving account ហើយយើងបញ្ជាក់ currency ដែលយើងចង់បានទៅ USD EUR GBP កាណាដាអញ្ចឹងណា SDG តាមបងចង់បានហើយចុចបងចង់ screenshot account យើងកន្លែងអត់មានហ្នឹងដាក់ឲ្យគេក៏បានអត់ក៏បានដែរហើយចុចកំណត់ robot ឯង submit ទៅអញ្ចឹងអាច2ថ្ងៃអីគេនឹងផ្ញើសារមកយើងវិញហើយបងផ្ញើថ្ងៃច័ន្ទថ្ងៃថ្ងៃច័ន្ទថ្ងៃសុក្រអីទៅគេធ្វើការអញ្ចឹងមានតាមប៉ុណ្ណឹងទេហើយមានចម្ងល់នេះអាចឆាតសួរខ្ញុំតាម Telegram បាន THUI ហើយបើបងខ្ជិលញ៉ៃញ៉ៃអត់ចង់បង្កើតភាសាហ្នឹងញ៉ៃញ៉ៃហើយត្រូវទៅពេលដែលវា approve receiving account ឲ្យយើងហើយនឹងត្រូវទីឯកសារមួយចំនួនទៀតមាន bank statement អញ្ចឹងបងដាក់ចូលទៅបងធ្វើបាននឹងជារឿងល្អបើខ្ជិលញ៉ៃញ៉ៃច្រើនចង់ឲ្យខ្ញុំធ្វើឲ្យពេល set up អីខ្ញុំ support បងធ្វើមកខ្ញុំអញ្ចឹងពេល set up USD EUR អញ្ចឹងខ្ញុំ support និង remote ជួយ support ឲ្យហើយបើមានបញ្ហាផ្សាយកូដបញ្ចេញផ្សាយអីមិនបានអញ្ចឹងខ្ញុំនឹងរកដំណោះស្រាយជូនហើយ complete join group របស់យើងមួយផង group MMO ដែលយើងជជែកគ្នាទៅតាមនឹងការរកលុយណាខ្ញុំដាក់ link នៅខាងក្រោមអរគុណច្រើន